មាត្រា4ក្រសួងមហាផ្ទៃមានបេសកកម្មដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ឆ្នាក់លើវិស័យនយោបាយរដ្ឋបាលគ្រប់គ្រងកងកម្លាំងនគរបាលជាតិលើវិស័យសន្តិសុខជាតិសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជាមាត្រា5ក្រសួងមហាផ្ទៃមានតួនាទីភារកិច្ចដឹកនាំសម្របសម្រួលគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យអនុវត្តមុខងារត្រឹមត្រូវតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាបញ្ជាដឹកនាំកងកម្លាំងនគរបាលជាតិគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តព្រមទាំងសហការសម្របសម្រួលជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតក្នុងការថែរក្សាការពារសន្តិសុខជាតិពង្រឹងសណ្ដាប់ធ្នាប់សាធារណៈនិងធានាសុវត្ថិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជាបញ្ជាដឹកនាំកម្លាំងមានសមត្ថកិច្ចក្នុងការគ្រប់គ្រងដឹកនាំការងារអត្តសញ្ញាណកម្មនិងការងារសញ្ជាតិបញ្ជាដឹកនាំកម្លាំងមានសមត្ថកិច្ចក្នុងការគ្រប់គ្រងដឹកនាំការងារអន្តរប្រវេសន៍និងការងារជនភៀសខ្លួនបញ្ជាដឹកនាំដល់អង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃនិងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវារដ្ឋបាលប្រកបដោយគុណភាពតម្លាភាពប្រសិទ្ធភាពនិងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋចុះបញ្ជីគណៈបកនយោបាយសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលព្រមទាំងតាមដានត្រួតពិនិត្យកែអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ជាធម្មាននិងលក្ខន្តិកៈរបស់ខ្លួនពិនិត្យនិងចូលរួមលើកយោបល់ពាក់ព័ន្ធនីតិវិធីនៅដំណើរការនៃការបោះឆ្នោតធ្វើអធិការកិច្ចទទួលនិងដោះស្រាយពាក្យបណ្ដឹងតវ៉ាបណ្ដឹងបរិហាររបស់ពលរដ្ឋដែលពាក់ព័ន្ធនឹងមន្ត្រីក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំទីតាំងភូមិធានរបស់ប្រជាពលរដ្ឋឲ្យស្របទៅតាមលក្ខខណ្ឌភូមិសាស្ត្រទំនៀមទម្លាប់ប្រពៃណីវប្បធម៌សាសនារបស់ប្រជាពលរដ្ឋបញ្ជាដឹកនាំគ្រប់គ្រងការងារពន្ធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជាធ្វើការបណ្ដុះបណ្ដាលធនធានមនុស្សទាំងមន្ត្រីរដ្ឋបាលស៊ីវិលមន្ត្រីបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិមន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារនៃក្របខ័ណ្ឌក្រសួងមហាផ្ទៃរៀបចំស្នើឬតែងតាំងមុខតំណែងដំឡើងឋានឋានន្តរស័ក្តិផ្ទេរផ្លាស់ប្ដូរភារកិច្ចលើកសរសើរជូនរង្វាន់ដាក់វិន័យបន្ថយឋានឋានន្តរស័ក្តិដកហូតមុខតំណែងបណ្តេញចេញពីក្របខ័ណ្ឌព្រមទាំងការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរដ្ឋបាលស៊ីវិលមន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារតាមច្បាប់ជាធម្មានធ្វើការងារភស្តុភារហិរញ្ញវត្ថុការផ្សព្វផ្សាយអប់រំការងារសុខាភិបាលការងារសំណង់និងវិស្វកម្មព្រមទាំងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋធ្វើការសវនកម្មផ្ទៃក្នុងលើការងារគ្រប់គ្រងហិរញ្ញវត្ថុការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋព្រមទាំងការងារគ្រប់គ្រងបញ្ជីបុគ្គលិកនៅគ្រប់អង្គភាពដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃលើគោលការណ៍វិធានការនិងការអនុវត្តការងារសម្ងាត់ជាតិស្របតាមច្បាប់រក្សាការពារសុវត្ថិភាពថ្វាយព្រះមហាក្សត្រជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិអន្តរជាតិនិងការពារស្ថាប័នជាតិគោលដៅនយោបាយទូតសេដ្ឋកិច្ចវប្បធម៌ពាណិជ្ជកម្មទេសចរណ៍ការពារកម្មវិធីសំខាន់ៗរបស់ជាតិអន្តរជាតិនិងជនបរទេសដែលស្នាក់នៅព្រះរាជាណាចក្រកម្ពុជាដឹកនាំការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះគ្រាប់រំសេករបស់កងកម្លាំងនគរបាលជាតិស្ថាប័នសាធារណៈមន្ត្រីនិងជនស៊ីវិលការងារបង្ការពន្លត់អគ្គិភឿងការងារសង្គ្រោះការងារស្វែងរកមនុស្សបាត់បង់ការងារសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនិងសុវត្ថិភាពចរាចរណ៍ផ្លូវគោលផ្លូវទឹកផ្លូវដែកតាមបទដ្ឋានគតិយុត្តកំណត់វិធានការដឹកនាំនិងគ្រប់គ្រងការងារនគរបាលព្រំដែនរួមចំណែកការពារបរណភាពទឹកដី
អធិបតេយ្យជាតិនៃព្រះរាជាណាចក្រកម្ពុជាស្របតាមច្បាប់ជាតិអន្តរជាតិនិងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់តាមបណ្ដោយព្រំដែនសិក្សាស្រាវជ្រាវកែសម្រួលឬធ្វើវិសោធនកម្មឬកសាងច្បាប់លិខិតបទដ្ឋានតាមដែនការអនុវត្តច្បាប់លិខិតបទដ្ឋាននានានៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារនិងលើកទិសដៅបន្តលើគ្រប់វិស័យរបស់ក្រសួងមហាផ្ទៃទទួលអនុវត្តភារកិច្ចនិងសិទ្ធិផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ